តំណាងគោលគ្រប់ទឹកហើយយើងពេលនេះបាទរៀបការជាមួយនាងអាចារ្យសិក្សាខាងនេះតើនាងមានឈ្មោះអ្វីទៅហ៎អាចារ្យបើហិនណាអត់ទោះឲ្យខ្ញុំផងខ្ញុំត្រកូលស៊ូជាកូនប្រុសរបស់ខងជើខ្ញុំទៅឃើញនាងលើកទី1ទេហើយក៏ស្រឡាញ់នាងបាត់ទៅហើយប្រសិនបាននាងព្រមស្រឡាញ់ខ្ញុំនឹងផ្ដល់អ្វីៗគ្រប់យ៉ាងឲ្យទៅនាងយល់ព្រមដែរទេធ្វើជាប្រពន្ធរបស់ខ្ញុំលោកម្ចាស់ពិតជាគួរឲ្យគោរពមែនទេកម្រិតរបស់នាងក៏ល្អដែរក្មេងស្រីម្នាក់នេះសាមញ្ញទេប៉ុន្តែអែមហ្មងស៊ូពូហ្វាន់លោកបានថាមានកំហុសអត់កំហុសអីទៅគ្រាន់តែកាន់ដៃនាងតិចនឹងមិនមានអ្វីដែលខ្ញុំនិយាយទេអីចៅសម្បត្តិជប៉ុនបានលុយប្លន់សម្រាប់ប្រជារាស្ត្ររបស់យើងពួកគេឈប់ធ្វើជាអ្នកនេសាទតាមសម្បត្តិពន្ធដែរក៏ធ្លាក់ចុះពេលនេះពួកវាសម្រាប់ប្រជារាស្ត្រអស់ច្រើនណាស់រឿងនេះគឺខ្ញុំដឹងទាំងអស់គ្នានឹងក៏ដឹងគ្រប់គ្នាដែរព្រះរាជបុត្រាមានប្រពន្ធច្រើនតែយ៉ាងម៉េចលោកប៉ុន្តែរាជបុត្រគឺជាកូនរបស់ស្ដេចត្រូវហើយខ្ញុំនិយាយជាការពិតគ្រូការចៅសម្បត្តិចិត្តម្ដងហើយប្រជារាស្ត្រមានគ្រូថ្នាក់ម្ដងហើយម្ដងទៀតឲ្យមន្ត្រីចំនួន100នាក់កាត់បន្ថយការចំណាយចំណែកលោកអត់ស្ដាប់បញ្ជាទេមកធ្វើរឿងស្មោកគ្រោកបែបនេះទៅវិញអញ្ចឹងខ្ញុំវាជាកំហុសរបស់ខ្ញុំអញ្ចឹងខ្ញុំមិនត្រឹមតែរៀបការប្រពន្ធ3000នាក់ទេថែមទាំងជប់ឡើងកំដរប្រពន្ធសេតទៀតផងតែនាងយល់ដែរទេនិយាយមិនសមហេតុផលតតសោះនេះលោកថាការរៀបការរបស់លោកនេះវាមានប្រយោជន៍ណាស់មែនទេនារីស្រស់ស្អាតម្នាក់នេះពិតជាខ្លាំងក្រាត់បើបានរៀបការជាមួយនាងមិនដឹងជាបានរំពាត់អីទេត្រូវតែរកវិធីសាស្ត្របោកចិត្តកូនស្រីពីសិនណែការពិតគឺខ្ញុំរៀបការណាមួយគឺអាចចិញ្ចឹមមនុស្សស្រីចាត់ទុកថាធ្វើបន់ជាមួយនឹងពួកនាងអញ្ចឹងបើខ្ញុំមិនយកប្រពន្ធច្រើននោះទេនាងគិតតែមើលគ្រោះរាំងស្ងួតនៅពេលថ្មីនេះតើពួកនាងគួរទៅណាយ៉ាងទៀតខ្ញុំបានប្រមូលប្រាក់និងស្បៀងជាច្រើននឹងជួយដល់មនុស្សមួយសែននាក់បាទខ្ញុំរៀបការតើមានព្រំដែនខាងជើងមកពីណាអាវុធមុខស្រួយការពារជនឈ្លានពានក្រៅប្រទេសចូលមកក្នុងនគរចាប់តាំងពីព្រះរាជាឡើងសោយរាជព្រះអង្គអាចធ្វើបានដូចខ្ញុំទេស៊ូពូហ្វានតើនេះលោកកថាទាំងអស់នេះមិនមែនជាកំហុសរបស់លោកទេមែនទេនោះគឺប្រកាសហើយនិយាយមិនសមហេតុផលសោះសាន់វូហាឆាប់ខ្លួនស៊ូពូហ្វានទៅណ៎ពុកជួយបងផងមានខ្ញុំនៅទីនេះហើយតើដល់ណាហ៊ានមែនទេលោកប្តីបងមើលចាស់អានេះគឺជាផ្លាកបញ្ជាអីទេប៉ុន្តែបើតាមខ្ញុំមើលទៅគឺដូចជាផ្លាកបញ្ជារបស់រាជវង្សបងឃើញទេណាគ្រួសាររាជវង្សហ៎អូការពិតគ្រួសាររាជវង្សតើបានអឿកញ្ចយដល់ថ្នាក់នេះយ៉ាងម៉េចលោកខ្លាចហើយមែនទេថ្ងៃនេះខ្ញុំត្រូវទៅចាប់លោកណាហេតុប្រឆាំងឈប់ខ្ញុំចង់សួរនាងបន្តិចខ្ញុំខុសអីគេហេតុអីបានជានាងចង់ចាប់ខ្ញុំលោកគាត់ថាខ្លួនឯងអស់ចាមែនទេខ្ញុំនឹងចាប់លោកទៅកាត់ក្តីមានពាក្យប៉ុនអីជាមួយនឹងខ្ញុំទេនាងទៅសួរព្រះរាជាទៅយកប្រពន្ធច្រើនហ្នឹងតើវាខុសមែនទេអធិស្ឋានយកមិននាងគេមិនសូវបានលក់មែនទេប៉ាជីគួរឲ្យចង់សែកខ្ញុំគេងលក់ស្រួលណាស់ខ្ញុំមិនបាននិយាយអីប៉ះពាល់ដល់នាងនោះទេព្រះច្បាប់អភិភិបរបស់ត្រង់ពិតជាអស្ចារ្យណាស់ប៉ុន្តែត្រង់ធ្វើបែបនេះហើយវាជាការពិតណាស់លោកគាត់ថាការដែលលោកយកប្រពន្ធនេះលោកអាចដោះស្រាយពីរឿងចៅសម្បត្តិបានមែនអត់ណានាងមានកងទ័ពតែមួយក្រុមនោះទេចំណែកខ្ញុំគឺអានប្រពន្ធរបស់ខ្ញុំមានជាច្រើនណាស់ពួកនាងសុខចិត្តបម្រើខ្ញុំហើយនាងធ្វើបែបនេះដល់ចៅមានចម្ងាយរាប់ពាន់ម៉ៃចៅសម្បត្តិមានគ្រប់ទិសទីទាំងអស់ហើយពេលនេះពួកវាចិត្តមកដល់រាជវាំងទៀតវាបញ្ជាកងទ័ពអសនៈប្រជារាជាម្ដងពេញផ្ទៃទន្លេអស់ទៅហើយប៉ុន្តែពួកនាងបាច់ជាធ្វើអ្នកបម្រើប្រុសរបបកម្មនេះទៅវិញតើវាសមដែរទេតែហើយនិយាយតាមពិតទៅចាស់តាមពិតឲ្យព្រះរាជាខំព្យាយាមខ្លាំងណាស់ប៉ុន្តែនៅតែមិនអាចកម្ចាត់ពួកវាបានទៀតទេខ្ញុំសុំសាច់បន្តិចចុះមើលទៅពួកនាងអសមត្ថភាពជាវាយនាងរបស់ពួកនាងគឺនៅក្មេងខ្ចីបើខ្ញុំជាព្រះរាជាវិញខ្ញុំធ្វើសកម្មភាពមុនទើបសម្លាប់តាមក្រោយព្រះរាជបត្រាតើនេះគឺជាការប៉ះទេលោកបានត្រឹមតែនិយាយប៉ុន្តែលោកធ្វើមិនបានតែនាងខ្សែរាជវង្សខ្ញុំប្រាប់ទៅចាស់បើនាងហ៊ានធ្វើបាបប្តីខ្ញុំមិនទៅស្អីសោះបងប្អូនស្រីយើងចំនួន3000នាក់គឺច្បាស់ជាទប់ទល់ជាមួយនាងណាហ៊ានប្រឆាំងជាមួយយើងប្រសិនណាហើយចាំប្រសិនជាយើងប្រឆាំងតែធ្វើអីយើងចុះសើចជូមិនត្រូវតបហល់ពេកទេចាលោកប្តីហេតុអីក៏បងមិនប្រឆាំងជាមួយគេទេកម្លាំងពួកយើងមិនមែនខ្សោយទេមានបងប្អូនដល់តែ3000នាក់តែខ្លាចគេធ្វើអីណាពួកអូនចង់ប្រឆាំងជាមួយនឹងព្រះរាជាមែនទេហាពេលនេះពួកយើងនៅសុខសប្បាយហើយកប់កងរឿងនាងខាងនោះនិយាយគ្នាបន្តិចបើខ្ញុំអាចដោះស្រាយពីបញ្ហាចោលសមុទ្របាននាងគួរធ្វើយ៉ាងម៉េចខ្ញុំប្រាប់លោកទៅចាស់បើសិនជាលោកអាចកម្ចាត់ចៅសមុទ្រនោះបានតែជោគជ័យនោះខ្ញុំនឹងស្នើសុំដល់ប្រជាខ្ញុំសន្យាថាត្រឹមច្បាស់ជាបំពេញតាមសំណុំពររបស់លោកល្អខ្ញុំយល់ព្រមនៅអ្វីដែលនាងនិយាយអ្វីដែលខ្ញុំត្រូវការនោះគឺសាមញ្ញទេគឺនាងត្រូវរៀបការជាមួយខ្ញុំធ្វើជាភរិយាច្បងយល់ចំណុចណាព្រះច្បាប់អច្ចារ្យណាស់ត្រង់បច្ចុប្បន្នមែនទេលោកយ៉ាងម៉េចគឺដូចជាអំនួតពេកហើយប៉ុន្តែលោកកុំភ្លេចអសោះណាបើសិនជាលោកធ្វើកិច្ចការនេះបរាជ័យតករបស់លោក9ចំនួនគឺច្បាស់ជាត្រូវដាច់ពូឆាយហេតុអីបានជានាងគិតថាខ្ញុំមិនអាចដោះស្រាយអំពីចោលសមុទ្រនេះបានប៉ិតណាបើសិនជាលោកមិននិយាយកុហកទេនោះព្រះរាជានឹងធ្វើតាមសំណុំពររបស់លោកអាយ៉ាបងស្រីហុងបើសិនជាគាត់អាចកម្ចាត់ចោលសមុទ្របាននោះទឹកមិនទៅអញ្ចឹងជឿថាគេអាចទៅរួចទេណាសូម្បីតែទាហាននគរចៅរបស់យើងរាប់ពាន់នាក់ក៏រត់រោសម្បុកចោលសមុទ្រនោះឃើញផងពិបាកស្អីទេគ្រាន់តែផោមក៏ងាប់ដែរចាំមិននាងខ្លាចមែនទេត្រៀមដាច់ក្បាលឲ្យហើយទេបានខ្ញុំយល់ព្រមតាមសំណើរបស់លោករយៈពេល1ធូបបើធ្វើមិនបានទេនោះខ្ញុំនឹងយកលោកបោជាជាមួយទងជាតិនគររបស់យើងគឺនាងគឺជាអ្នកនិយាយទេណាសៅឈីសៅជូប្រាប់ស្រីខាងក្នុងទៅត្រៀមខ្លួនអូខេលោកប្តីចប់សិនពួកអូនភ្លេចហើយត្រូវធ្វើយ៉ាងម៉េចត្រូវតែធ្វើអញ្ចឹងព្រះចបត្រាចាំមើលតើព្រះអង្គត្រូវធ្វើយ៉ាងម៉េចទៀតខ្ញុំបានដឹកនាំកងទ័ពនៅជុំវិញនេះហើយគេមិនអាចរត់ទៅណាបានទេក្នុងរយៈពេល1ធុកបើសិនជាលោកកម្ចាត់ចោលសមុទ្រជប៉ុនមិនបានទេនោះខ្ញុំនឹងកាត់ក្បាលលោកដូចជាបាល់ម៉ាត់ម៉ែក៏កាត់ក្បាលនាងគឺជាព្រះរាជាមែនទេទើបនិយាយបែបនេះអីចាព្រះចបត្រានិយាយស្ដីត្រូវប្រយ័ត្នបន្តិចសម្ដីរបស់លោកខ្លាំងណាស់បើមិនឃើញក្តារមេឈូកំស្រក់ទឹកភ្នែកអសោះសាន់វូ
ចាប់ខ្លួនគេភ្លាមទៅ ចាប់ខ្លួនគេទៅណែលឺអីប្រាប់អញ្ចឹងហ៎អេណែពួកអូនរៀបចំរួចរាល់ហើយនៅចង់ឲ្យប្តីសង្ហាដូចជាបងអញ្ចឹងស្លាប់មែនទេអាយ៉ាប្រពន្ធធំអូនធ្វើអញ្ចឹងគឺមិនត្រូវនោះទេ តារាជាប្រពន្ធច្បងរបស់ឯងតែថ្ងៃនេះយើងនឹងយកសារស័ព្ទរបស់ឯងបោះជាជាមួយទៅជាយើង គេរឿងស្អីគេទៅយកអីគេទៅ